បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តដែលតាមដានស្ដាប់និងទស្សនាទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់ជាមួយនឹង Google Drive បាទអញ្ចឹង Google Drive គឺជាបាទកន្លែងសម្រាប់យើងទុកទិន្នន័យរបស់យើងឬក៏ឯកសារយើងនៅលើអ៊ីនធឺណិតបាទអញ្ចឹងតើយើងទុកនៅលើអ៊ីនធឺណិតបែបណាហើយយើងមិនទុកនៅលើអ៊ីនធឺណិតហ្នឹងបែបណាអញ្ចឹងជាធម្មតាឯកសាររបស់យើងវាអាចជាបាទ folder ជា file រូបភាពជាវីដេអូបាទជាឯកសារ document ដូចជា Word Excel PowerPoint អីផ្សេងៗអញ្ចឹងទៅអាហ្នឹងគឺជាឯកសាររបស់យើងបាទអញ្ចឹងយើងទុកនៅលើអ៊ីនធឺណិតបែបណាហើយយើងមិនទុកនៅលើអ៊ីនធឺណិតហ្នឹងបែបណាអញ្ចឹងជាទូទៅបងប្អូនប្រើកុំព្យូទ័របងប្អូនតែងតែទុកឯកសាររបស់យើងគឺនៅលើបាទ storage data របស់យើងនៅក្នុង local machine របស់យើងបាទ local ហ្នឹងគឺសំដៅទៅលើម៉ាស៊ីនផ្ទាល់ខ្លួនរបស់យើងណាបាទដូចជា drive D បាទ drive E drive C ផ្សេងៗហ្នឹងអាហ្នឹងគឺជាគេហៅថា local storage data បាទគឺមានន័យថាឯកសារទាំងអស់គឺយើងទុកនៅលើម៉ាស៊ីនកុំព្យូទ័ររបស់យើងផ្ទាល់ខ្លួនជាធម្មតាបងប្អូនទិញកុំព្យូទ័រមកតែងតែមាន drive C drive D drive E ផ្សេងៗទៅតាមប្រភេទនៃកុំព្យូទ័ររបស់យើងអញ្ចឹងអាទាំងអស់ហ្នឹងឯកសារដែលខ្ញុំទុកទាំងអស់នេះនៅលើក្នុង drive D គេហៅ drive D ហ្នឹងគឺនៅលើម៉ាស៊ីនផ្ទាល់ខ្លួនរបស់យើងបាទម៉ាស៊ីនកុំព្យូទ័ររបស់យើងណាចំណែកឯ Google Drive គឺជាកន្លែងទុកទិន្នន័យដូចគ្នាដូចជាមួយនឹង drive C drive D អញ្ចឹងប៉ុន្តែគឺយើងទុកនៅលើអ៊ីនធឺណិតដែលយើងទុកនៅលើserver របស់ក្រុមហ៊ុន Google ហើយ email នេះបាទហើយ Google Drive នេះគឺជាបាទជាផលិតផលរបស់ក្រុមហ៊ុន Google បាទដែលគេអនុញ្ញាតឲ្យយើងប្រើ free សម្រាប់ user ទាំងអស់ដែលប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Google បាទមានជាច្រើនអញ្ចឹងខ្ញុំអត់បង្ហាញទេគឺមានច្រើនយើងនឹងនិយាយទៅលើបណ្ដាក់នឹងទាំងអស់បន្តទៀតនៅលើវីដេអូក្រោយបាទអញ្ចឹងថ្ងៃនេះយើងនិយាយលើ Google Drive សិនបាទអញ្ចឹង Google Drive នេះគឺបញ្ជាក់ម្ដងទៀតគឺទុកនៅលើអ៊ីនធឺណិតហើយទុកហ្នឹងមិនមែនទុកនៅក្នុងផ្ទាល់ម៉ាស៊ីនផ្ទាល់ខ្លួនរបស់យើងទេគឺទុកនៅក្នុង server ឬក៏ storage data របស់ក្រុមហ៊ុន Google ព្រោះថា Google Drive នេះគឺជាផលិតផលរបស់ក្រុមហ៊ុន Google ចំណែកឯ Drive C Drive D នេះគឺជាកន្លែងទុកទិន្នន័យរបស់យើងដូចគ្នាប៉ុន្តែទុកនៅលើម៉ាស៊ីនរបស់យើងផ្ទាល់ខ្លួនបាទបើសិនជាកុំព្យូទ័ររបស់យើងមានការខូចខាតបាត់បង់គឺឯកសាររបស់យើងនឹងបាត់បង់ទៅតាមនឹងដែរចំណែកឯ Google Drive គឺជាកន្លែងទុកទិន្នន័យដូចគ្នាប៉ុន្តែទុកនៅលើអ៊ីនធឺណិតបើសិនជាកុំព្យូទ័ររបស់យើងបាត់បង់ឬក៏ម៉ាស៊ីនកុំព្យូទ័ររបស់យើងខូចបាទខូច hard disk ណាបាទ storage data របស់យើងគឺ hard disk គឺឯកសាររបស់យើងអត់បាត់ទៅណាទេព្រោះដោយសារតែឯកសាររបស់យើងទុកនៅលើអ៊ីនធឺណិតបាទអញ្ចឹងបងប្អូនអាចនឹងឃើញបើខ្ញុំមាន Drive C Drive D Drive E ហើយនឹង Google Drive G បាទបងប្អូនអាចនឹងឃើញចឹងអា Drive G នេះឃើញបងប្អូនមានឃើញ logo របស់ក្រុមហ៊ុន Google នេះបាទ Google Drive ណាបាទបងប្អូនបើកទៅបងប្អូនឃើញទិន្នន័យដូចគ្នាបាទបើកមកគឺមាន folder មានអីផ្សេងៗដូចគ្នាប៉ុន្តែនៅក្នុង Google Drive នេះគឺខ្ញុំអត់បានទុកនៅលើម៉ាស៊ីនរបស់ខ្ញុំផ្ទាល់ទេគឺខ្ញុំទុកនៅលើអ៊ីនធឺណិតដែលខ្ញុំប្រើប្រាស់ email មួយសម្រាប់ធ្វើការទុកឯកសាររបស់យើងអញ្ចឹងដើម្បីបង្កើត Google Drive នេះបានបងប្អូនចាំបាច់ត្រូវមាន email បាទអញ្ចឹងតើតើមួយ email ខ្ញុំគិតថាបងប្អូនអាចនឹងចេះនឹងច្បាស់ហើយតើតើជាមួយនឹងការប្រើប្រាស់ email អំពីការបង្កើត email គេប្រើធ្វើអីគឺខ្ញុំអត់និយាយនៅលើវីដេអូនេះទេខ្ញុំបានធ្វើវីដេអូពីមុនហើយអញ្ចឹងបងប្អូនអាចទៅស្វែងរកវីដេអូចាស់ឬក៏ស្រាវជ្រាវពីបាទផ្សេងបានណាអញ្ចឹងខ្ញុំកាត់យកពីចូលដល់ពីការប្រើប្រាស់ Google Drive តែម្ដងបាទអញ្ចឹងបងប្អូនត្រូវមាន email នេះបាទបង្កើត email បានមួយមកដែលជាផលិតផលគឺជាក្រុមហ៊ុនមានជា email របស់ក្រុមហ៊ុន Google ដែលមានdomain បញ្ជាក់ថា Gmail បាទនេះ @gmail.com G ហ្នឹងគឺ Google mail ហ្នឹងគឺ mail បាទអញ្ចឹងត្រឡប់មកវិញបងប្អូននឹងទទួលបានជាមួយនឹង email មួយបាទជាស្រ័យគឺទទួលបាននឹង Google Drive មួយដែលមានstorage គឺ15 GB free ក្នុងមួយ email
ដល់ពេលណាបងប្អូនបង្កើត email បានភ្លាមគឺបងប្អូននឹងទទួលបាន storage data គឺ15 GB បាទសម្រាប់ទុកទិន្នន័យរបស់យើងទាំងអស់នៅលើអ៊ីនធឺណិតបើសិនជាយើងចង់ប្រើប្រាស់លើសពីហ្នឹងបងប្អូនត្រូវឆាតសេវាគេបងប្អូនចុចលើ get more storage បងប្អូនអាចទៅមើលជាមួយនឹងបាទតម្លៃ payment ទៅលើ drive របស់យើងបាទយើងត្រូវចំណាយលុយប្រមាណក្នុងការបង់ប្រចាំខែដើម្បីទទួលបានទិន្នន័យឬក៏ storage data ហ្នឹងទុកទិន្នន័យលើសពី 15G ហ្នឹងអញ្ចឹងខ្ញុំអត់និយាយតាក់ទងជាមួយនឹង plan នេះទេព្រោះតាក់ទងមួយលុយកាក់ហ្នឹងយើងចង់ប្រើលើសហ្នឹងមកយើងចង់ប្រើ free ត្រឹមតែ 15G ក៏បាយទេអូខេអញ្ចឹងនេះគឺជាអត្ថប្រយោជន៍របស់ Google Drive បាទហើយខ្ញុំបានប្រៀបធៀបហើយអំពី Google Drive និង Drive របស់យើងនៅលើម៉ាស៊ីនផ្ទាល់ខ្លួនរបស់យើងនេះខុសគ្នាបែបណាត្រឡប់មកវិញគឺបើយើងប្រើប្រាស់ Google Drive នៅលើទុកឯកសារនៅលើ Google Drive គឺឯកសាររបស់យើងអត់បាត់បង់ទៅណាទេដោយសារតែឯកសាររបស់យើងទុកនៅលើ server របស់ក្រុមហ៊ុន Google ចំណែកឯ Drive C Drive D របស់យើងនេះគឺទុកនៅលើម៉ាស៊ីនរបស់យើងផ្ទាល់ខ្លួនម៉ាស៊ីនកុំព្យូទ័ររបស់យើងណាបើសិនជាយើងបាត់បង់ខូចខាតម៉ាស៊ីនកុំព្យូទ័ររបស់យើងគឺយើងឯកសាររបស់យើងនឹងបាត់បង់ទៅតាមនឹងដែរបាទនេះគឺប៉ុណ្ណឹងឥឡូវយើងចូលដល់ការប្រើប្រាស់ Google Drive ប្រើប្រាស់ Google Drive អត់ពិបាកទេយើងអាចតម្លើងជាមួយនឹងកម្មវិធីបាទជា application របស់ក្រុមហ៊ុន Google ហ្នឹងគេបង្កើតឲ្យយើង free màយើងអាចតម្លើងដោយ free បានអត់បញ្ហាទេនេះបងប្អូនអាចឃើញ icon កម្មវិធីខ្ញុំបានតម្លើងហ្នឹងគឺ Google Drive ពេលណាដែលយើងបើកទៅបងប្អូននឹងឃើញដូច Drive យើងធម្មតាអញ្ចឹងបាទដូច Drive C Drive D អញ្ចឹងមានលើបាទ sidebar ឬក៏ menu ខាងឆ្វេងនេះបងប្អូនឃើញមាននេះបើសិនជាបងប្អូនអត់មានដោយសារតែបងប្អូនអត់តបានតម្លើងជាមួយនឹងបាទកម្មវិធីឬក៏ application របស់ក្រុមហ៊ុន Google បើបងប្អូនអត់ចង់តម្លើងអញ្ចឹងទេបងប្អូនអាចចូលទៅបាទ Google Chrome បាទនេះបាទហើយយើងស្វែងរក email របស់យើងមក email មួយណាបើអត់ទាន់មាន email ទេបងប្អូនធ្វើការបង្កើតបាទពេលណាបងប្អូនបង្កើតហើយបងប្អូនឃើញនៅត្រង់ icon នេះបើសិនជាបងប្អូនបានបង្កើតហើយដាក់រូបភាពឈ្មោះអីទៅត្រូវគឺចេញដូចខ្ញុំអញ្ចឹងតែបើសិនជាបងប្អូនទុំតែបង្កើតគឺអត់ចេញរូបភាពអីអញ្ចឹងទេគឺចេញជាអក្សរតំណាងនៃឈ្មោះ email របស់យើងអញ្ចឹងគឺខ្ញុំកំពុងតែប្រើប្រាស់ email របស់ខ្ញុំនេះហើយមានបាទម៉នុយខាងនេះបងប្អូនចុចនៅលើ icon Google App នេះបងប្អូននឹងឃើញមានបណ្ដាញជាច្រើនរបស់ក្រុមហ៊ុន Google នេះហ្នឹងគឺជាផលិតផលរបស់ក្រុមហ៊ុន Google អញ្ចឹងយើងនឹងនិយាយតាក់ទងជាមួយផលិតផលទាំងអស់នេះនៅវីដេអូក្រោយៗទៀតអញ្ចឹងយើងនិយាយទៅលើ Google Drive សិនបាទអញ្ចឹងបងប្អូនអាចចុចនៅលើ Drive នេះមកបាទចុចលើហ្នឹងគឺវានឹងរត់ចូលទៅ Drive របស់យើងអូតូម៉ាទិកតែម្ដងបាទនេះបើសិនជាបងប្អូនអត់បានតម្លើងជាមួយនឹងកម្មវិធី Google Drive នេះទេអញ្ចឹងភាពងាយស្រួលរបស់កម្មវិធីនេះគឺបងប្អូនអត់ហត់មានន័យថាអត់ហត់យើងចូលទៅក្នុង Google Chrome ហើយវាយពាក្យ email ហើយចូលទៅក្នុងGoogle Drive អីបែបនេះវាចំណាយពេលយូរអញ្ចឹងណាបាទតាមពិតវាដូចតែគ្នាទេគាត់ថាការប្រើប្រាស់វាងាយស្រួលជាងអាស្រ័យលើយើងប្រើជាក់ស្ដែងទេបើខ្ញុំប្រើជាមួយនឹងកម្មវិធីនេះយើងស្រួលបាទយើងបើកកុំព្យូទ័រមកយើងឃើញមាន icon Drive ស្រេចនៅក្នុងហ្នឹងយើងចង់ទុកទិន្នន័យរបស់យើងនៅលើអ៊ីនធឺណិតនៅលើ Drive របស់យើងបើក Drive ហ្នឹងមកហើយបើកទៅគឺមាន folder ដូចគ្នាបាទមកស្ដាម new folder អីដូចគ្នាអញ្ចឹងដូចម៉ាស៊ីនរបស់យើងនៅលើម៉ាស៊ីនរបស់យើងអញ្ចឹងបាទដាក់ data អីផ្សេងៗគឺមានបាទឃើញខ្ញុំបង្កើតfolder មួយឈ្មោះថា data ឥឡូវយើងទៅមើលនៅក្នុង Drive របស់យើងនេះ My Drive នេះតែយើងប្រើ Google ណាបាទនៃ Google Chrome នេះខ្ញុំចុច My Drive ដូចគ្នាហើយបងប្អូននឹងឃើញមាន folder បាទ data ដូចគ្នាអញ្ចឹងនេះមាន data ដូចគ្នាយើងបើកមកយើងអាចបង្កើត folder នៅក្នុងនឹងក៏បានឥឡូវខ្ញុំបង្កើតមួយទៀតខ្ញុំដាក់ថា data to បាទនេះយើងដាក់ជាក់ស្ដែងណាយើងបង្កើត folder យើងឈ្មោះអីដាក់ហ្នឹងមកអញ្ចឹងខ្ញុំ create មួយមកបងប្អូនឃើញ data to នៅក្នុង folder data ឥឡូវខ្ញុំចូលទៅក្នុង local machine របស់ខ្ញុំនេះបងប្អូនឃើញនេះខ្ញុំ refresh មួយនេះបងប្អូនឃើញ folder ដែលខ្ញុំបង្កើតមិញ data ហើយខ្ញុំបើក folder data ហ្នឹងឥឡូវខ្ញុំ refresh មួយសិនជាមួយវាអាចនឹង load មកទេបាទឥឡូវខ្ញុំសុំ refresh បន្តិចមកតើវាអាចនឹង load មក auto អត់បាទចាំបន្តិចអូខេយើងចូលទៅម្ដងទៀតខ្ញុំសុំបិទសិន
ដើម្បីឲ្យវារលាយជាមួយនឹងទិន្នន័យថ្មីដែលយើងបង្កើតនៅលើ Google Drive ហ្នឹងអូខេខ្ញុំបើកម្ដងទៀត My Drive Data នេះបងប្អូនអាចនឹងឃើញគឺ folder ដែលខ្ញុំបង្កើតនៅលើ Google Chrome វិញគឺចេញដូចគ្នានេះបងប្អូនអាចឃើញនេះបាទ data 2គឺ data 2ដូចគ្នាអញ្ចឹងជាជំរើសរបស់បងប្អូនចង់ដំឡើងកម្មវិធី Google Drive នៅលើកុំព្យូទ័ររបស់យើងក៏បាននៅលើយើងចង់ប្រើប្រាស់នៅលើ Google Chrome ក៏បានងាយស្រួលដូចគ្នាណាបាទអញ្ចឹងនេះជាវីដេអូទី1ខ្ញុំសូមសង្ខេបប៉ុណ្ណឹងហើយនៅវីដេអូបន្តទៀតយើងនឹងនិយាយអំពីការប្រើប្រាស់នៅលើ Google Drive ហ្នឹងតែម្ដងឥឡូវយើងនិយាយពីនិយមន័យប៉ុណ្ណឹងសិនជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ